ពីជាតិកម្ពុជាសូមធ្វើការច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានคล้ายបំភ្លៃខុសពីការពិតទាំងស្រុងរបស់ភាគីថៃដែលបានចោទប្រកាន់លៀបពណ៌មកលើកម្ពុជាផ្ទុយស្រឡះពីការពិតទាំងស្រុងក្រសួងការពារជាតិកម្ពុជាសូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃទេដែលធ្វើការវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជាដោយមិនរើសមុខមិនរើសគោលដៅហើយអ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះគឺថាការចំនួននៃការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក F16 និងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃវាយប្រហារមកលើកម្ពុជាមានចំនួនកាន់តែកើនឡើងជាលំដាប់